ភរិយាល្អមានសម្ដែងនៅក្នុងខតកកាយជាដកភរិយាមាន7យ៉ាងដែលប្រព្រឹត្តទៅល្អម្យ៉ាងតលយៈវយាទៀតគឺក្នុងវ័យស្មើគ្នាមិនលើកខ្វះគ្នាច្រើនពេកណាតិចបន្តួចអីហ្នឹងគឺព្រះអង្គទ្រង់សម្ដែងរាប់បញ្ចូលនៅក្នុងពួកដែលថាភរិយាល្អព្រះធម៌សម្ដែងណាចឹងណាតលយៈវយានឹងគឺព្រះអង្គក៏ទ្រង់សម្ដែងដូចជានៅក្នុងបរាភវសូត្រអីចឹងវាអាចជាប្រធាននៃសេចក្តីវិនិច្ឆ័យបានណាកាលណាបើវាខុសវ័យគ្នាច្រើនពេកចឹងទៅនឹងមានសម្ដែងជាព្រះពុទ្ធដីកាទី2សាមគ្គីគឺក្នុងជីវិតភរិយាស្វាមីនឹងជាពិសេសដែលជាភរិយាល្អក៏ត្រូវតែប្រព្រឹត្តសាមគ្គីព្រមព្រៀងជាមួយនឹងស្វាមីក្នុងរឿងសពគ្រប់កិច្ចការជីវិតរស់នៅយ៉ាងណាគឺមិនបាន 100% ក៏ត្រូវតែព្យាយាមប្រព្រឹត្តឲ្យបានល្អឡើងនៅការព្រមព្រៀងហ្នឹងតែសាមគ្គីហ្នឹងហើយត្រូវមានធัวប្រការទី3ហ្នឹងជួយទំនុកបំរុងដែលហៅថាអមុបតាហ្នឹងគឺការដែលសម្រួលចិត្តមិនឲ្យតោះតេងសម្រួលចិត្តមិនឲ្យតោះតេងមិនឲ្យមានការខ្វែងគំនិតគ្នាត្រូវមានឧបាយវិធីច្រើនប្រការណាព្រោះថាជួនកាលបើស្វាមីនឹងត្រូវការប្រព្រឹត្តល្អទៅយើងចិត្តតែព្រមព្រៀងអានឹងដែលយើងតាំងនៅក្នុងប្រាជ្ញាស្មារតីមានធัวសប្បុរសណាអានឹងយើងចិត្តតែត្រេកអរអនុមោទនាទៅក្នុងរឿងដែលស្វាមីប្រព្រឹត្តល្អប៉ុន្តែបើសិនជាស្វាមីនឹងមានបំណងត្រូវការប្រព្រឹត្តធ្វើនៅអំពើមិនល្អបៀតបៀនដល់អ្នកដទៃឬប្រព្រឹត្តទៅនៅក្នុងអបាយមុខយ៉ាងណាយ៉ាងណីនោះអានេះវាជារឿងដែលលំបាកនឹងព្រមព្រៀងណាវាអាចបង្កើតឡើងនៅចម្រូងចម្រាសប៉ុន្តែសេចក្តីនេះយ៉ាងណាត្រូវតែព្យាយាមមានឧបាយវិធីដើម្បីកុំឲ្យវាមានការតោះតេងខ្វែងគំនិតគ្នាត្រូវតែប្រព្រឹត្តទៅតាមយោបល់ទៅតាមគំនិតដែលត្រូវធ្វើឲ្យបានព្រមព្រៀងគ្នានឹងព្រះធម៌ដែលសម្ដែងពីរឿងភរិយាល្អទៀតហើយប្រការទី4នោះកាមធម្មតាគឺមានការប្រព្រឹត្តទៅដោយសេចក្តីត្រូវការប្រាថ្នាសិក្សារៀនសូត្រនៅព្រះធម៌ណាធម្មកាមតាចំពោះភរិយាល្អគឺជាភរិយាដែលប្រាថ្នាប្រព្រឹត្តបរិបត្តិព្រះធម៌សុចរិតធម៌ប្រព្រឹត្តនៅកុសលធម៌ណាចឹងហ្នឹងព្រោះចាំបាច់បើអត់មានកុសលធម៌អត់មានសប្បុរសធម៌ហើយมันអាចធ្វើទៅជាភរិយាល្អបានទេដូច្នេះបើយើងខ្វះខាតការចេះដឹងត្រូវតែប្រឹងប្រែងស្ដាប់ប្រឹងប្រែងសិក្សារៀនសូត្រក្នុងឱកាសពេលវេលាដែលយើងអាចប្រព្រឹត្តទៅបានហ្នឹងយើងព្យាយាមសិក្សារៀនសូត្រដើម្បីឲ្យយើងបានប្រព្រឹត្តនៅធម៌ល្អហ្នឹងហើយប្រការទី5នោះជារឿងដែលមានជំរឿដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាដែលនឹងអាចល្អទៅតាមធម្មជាតិណាទៀតអានេះវាដូចជាហួសវិស័យនៃការប្រព្រឹត្តរបស់ភរិយាដែរគឺព្រះអង្គទ្រង់សម្ដែងថាចំពោះភរិយាដែលអាចមានបុត្រទៅបានភរិយាដែលអាចមានបុត្រទៅបានហ្នឹងបល័យថាបជាតានេះវាជាច្បាប់ធម្មជាតិរៀបចំមកទេដូច្នេះចំពោះសេចក្តីនេះក៏ព្រះធម៌បានសម្ដែងអំពីរឿងការប្រព្រឹត្តទៅដោយល្អក្នុងភរិយាហ្នឹងក៏វាត្រូវអាស្រ័យការដែលយើងបំពេញនៅបុណ្យកុសលដើម្បីជាឧបការៈនៅក្នុងបុណ្យកុសលដែលបានរៀបចំឲ្យមានសេចក្តីល្អតទៅយ៉ាងណាគឺបុណ្យកុសលនេះមានជំនួយឧបការៈសពគ្រប់ក្នុងការរៀបចំសម្រួលក្នុងជីវិតដែលនៅរស់និងចំពោះការប្រព្រឹត្តទៅនៃភរិយាល្អទី6ហ្នឹងកោលនិយាសីលវតីកោលនិយាកស្រអោលោស្រអិណូស្រអិយោស្រអាសីលវតីគឺជាស្ត្រីដែលមានសិលនៅក្នុងត្រកូលស្ត្រីដែលមានសិលនៅក្នុងត្រកូលគឺរាប់នៅក្នុងភរិយាល្អណា
ភរិយាល្អហើយប្រការទី7នោះគឺបតិតបតាបតសអេពោជាងវតសអាគឺជាស្ត្រីដែលចេះមានវត្តប្រតិបត្តិចំពោះស្វាមីនឹងគឺជាភរិយាល្អដែលមានលក្ខណៈ7ប្រការព្រះធម៌បានសម្ដែងសពគ្រប់ទាំងអស់ដើម្បីអីដើម្បីការចេះដឹងហើយមនុស្សយើងម្នាក់ចង់បានល្អណាឬតែឈ្មោះល្អគឺចង់ប្រព្រឹត្តធ្វើតម្កល់ខ្លួនឲ្យបានល្អដូច្នេះព្រះធម៌នឹងមានជំនួយឧបការៈនឹងសាធុទានសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តទៀតណាការស្ដាប់ព្រះធម៌ដោយល្អរមែងបានចម្រើនទៅដោយគំនោបនផងបានចម្រើនទៅដោយគំនោនៃការចេះដឹងគឺបញ្ញាផងសម្រាប់បញ្ញានេះកម្រកើតមានសម្រាប់សត្វលោកណាស់ដូច្នេះការបានជួបប្រទះនៅហេតុដែលនាំឲ្យចម្រើនបញ្ញាគួរតែព្យាយាមអប់រំចម្រើនរឿយសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តទៀត